មានតែម្ដងនេះនៅផ្ទះគេថាអស់តោះឲ្យបងប្អូនហើយមើលតែផ្លែទៅរយិញរយងពេញនឹងតែម្ដងហើយបើមិនទល់មិនត្រមែកទេប្រកាសជាបាក់មែកហីផ្លែយកតែមែនតែនខ្លាចគេតែដើមផ្លែតែម្ដងណាចាត្រប់តែដើមរៀងតូចល្មមផ្លែ30 40 ឬក៏80 70ផ្លែអីចឹងទៅតែសម្រាប់ដើមនេះវិញចាមិនមែនរយទេចង់ចូលពាន់យ៉ាងបោះផ្លែអីក៏ផ្លែយ៉ាងហ្នឹងណាបងប្អូនហើយសាច់ក្រូចចាគឺកពឹសទុនសតទឹកតែម្ដងចាបើកពឹសស្កកច្បាច់ទៅអត់ចេញទឹកអញ្ចឹងហីបងប្អូនតែនេះកពឹសទុនហើយរសជាតិចាជូរអែមឆ្ងាញ់ឬក៏អាខ្លះគឺផ្អែមអត់មានជាតិជូរតែម្ដងចាក្រូចថ្លុងតំបន់នេះគឺថាពិសេសហើយល្បីល្បាញឆ្ងាញ់ជាងគេតែម្ដងហើយបងប្អូនអើយខ្ញុំទៅទទេទេតែមកវិញគឺថាបានមកវិញទាំង3ហើយមានមួយថង់នៅពីមុខទៀតប៉ុន្តែអត់បានថតចាពេលនឹងទូរស័ព្ទអស់ថ្មអញ្ចឹងណាបងប្អូនចាអញ្ចឹងមុននឹងទៅដល់ទីតាំងសូមបង្ហាញពីផ្លូវដែលត្រូវចុះទៅសិនទីតាំងដែលខ្ញុំទៅនេះគឺកោះត្រង់បងប្អូនដែលស្ថិតនៅខេត្តកាចេះហ្នឹងបើយើងធ្វើដំណើរពីរង្វង់មូលព្រាបសឆ្ពោះមកមាត់ទន្លេមកប្រហែលជា500 ម៉ែត្រអីទេបងប្អូននឹងឃើញផ្លាកនៅនឹងកែងដែលយើងបត់ឡើងជិះមកជួរមាត់ទន្លេហ្នឹងហើយចាផ្លាកនៅកែងហ្នឹងគឺគេដាក់កំពង់ចលងគេចេះកោះត្រង់ហើយយើងជិះចុះមកបងប្អូនមានម៉ូតូយើងជិះម៉ូតូទៅបានតែបើសិនជាយើងជិះឡានមកផ្ញើនៅខាងលើទៅចុះតែមនុស្សទៅអញ្ចឹងណាបងប្អូនតែដល់នោះគេមានជួលកង់ជួលម៉ូតូរទេះសេះឬក៏រទេះគោអីជិះដើរលេងលើកោះបានបងប្អូនហើយថ្លៃយើងឆ្លងដូរដូចភ្ញៀវជាតិយើងអីអញ្ចឹងហ្នឹងថ្លៃសមរម្យហ៎បងប្អូនម្នាក់1000ទៅ1000មក1000ដូចខ្ញុំទៅ2នាក់ម៉ូតូមួយទៅមកអត់តែ6000ទេបងប្អូនមនុស្សម្នាក់1000ម៉ូតូ1000ដែរអញ្ចឹងណាបានទៅដល់ហើយកុំភ្លេចទិញក្រូចថ្លុងមកវិញបងប្អូនព្រោះថាក្រូចថ្លុងតំបន់កោះត្រង់ខេត្តកាចេះយើងនេះចារសជាតិពិសេសឆ្ងាញ់ជាងគេតែម្ដងកពឹសទុនទឹកច្រើនហើយអត់ហាងទេបងប្អូនចាហើយសម្រាប់ផ្លូវធ្វើដំណើរនៅលើកោះវិញពេលដែលយើងឡើងពីដរមកគឺថាផ្លូវបេតុងជុំវិញកោះតែម្ដងចាអត់ពិបាកជិះទេហើយនៅលើហ្នឹងចាបងប្អូនឡើងមកដល់គឺអត់ពិបាកដើររកថាផ្ទះណាមានដើមក្រូចផ្ទះណាមិនមានដើមក្រូចទេព្រោះមានដើមក្រូចគ្រប់ផ្ទះតែម្ដងសឡឹងទៅគឺថាសុទ្ធតែដើមក្រូចណាបងប្អូនជិះតាមផ្លូវមកអញ្ចឹងណានេះរៀងស្បើយណាបើថាមកចុងខែ10វិញគឺថាពេញសបោដើមណាក៏ផ្លែពេញដែរតែឥឡូវចូលដល់ខែ11ហើយចាគេបេះរៀងស្បើយខ្លះហើយអញ្ចឹងហើយមកចូលដល់ពាក់កណ្ដាលខែទៀតអីហ្នឹងក៏កាន់តែចាប់ផ្ដើមរៀងស្បើយខ្លះមែនតើអញ្ចឹងណាបងប្អូនដើមខ្លះក៏គេបេះអស់ដើមខ្លះក៏គេមិនតាន់បេះអញ្ចឹងទៅចាដើមណាមិនតាន់បេះនៅពេញអញ្ចឹងទៅដើមណាបេះអស់ហើយចារលិញតែម្ដងក៏មានដែរតែដល់ពេលជិះទៅមកតាក់ចិត្តនឹងមួយដើមនេះបងប្អូនចាមួយដើមនេះប្រហែលជាអត់តាន់បេះសោះតែម្ដងហើយគឺថាពេញរយិញរយងពេញដើមតែម្ដងចាធ្វើឲ្យខ្ញុំចាប់ចិត្តទៅមុខអត់រួចទេឆ្លៀតថតជាវីដេអូជូនបងប្អូនមើលសិនថាផ្លែអីក៏ផ្លែយ៉ាងហ្នឹងផ្លែខ្លាចគេទៅដើមផ្លែហ្មងហើយបងប្អូនឲ្យមើលរស័យត្រមែកបើមិនត្រទេប្រកាសជាបាក់មែកហើយបើផ្លែយ៉ាងនេះតែម្ដងណាហើយបានមកដើមនេះចាផ្លែប៉ុណ្ណឹងចុះបើមាន100ដើមផ្លែប៉ុណ្ណាទៅបងប្អូនចាមកខែពេញសបោបងប្អូនចាំមើលពេលដែលដឆ្លងទៅខាងខេត្តកាចេះនៅលើដគឺសុទ្ធតែបេក្រូចតែម្ដងចាមួយថ្ងៃមិនដឹងថាប្រហែល10បេទេច្រើនមែនតែម្ដងដល់ខែពេញសបោហើយខែពេញសបោហ្នឹងគឺនៅចុងខែ10នឹងចន្លោះដើមខែ11ដល់ពាក់កណ្ដាលខែអីចឹងទៅឬក៏ដល់ចុងខែ11អីហ្នឹងក៏នៅមានមួយដែរគ្រាន់ថាលែងសបោហើយចឹងបងចង់ញ៉ាំចាមកក្នុងចន្លោះខែចុងខែ10ដើមខែ11ហ្នឹងក្រូចពេញសបោតម្លៃក៏សមរម្យដែរចាហើយរសជាតិគឺថាពេញឆ្ងាញ់ហើយបងប្អូនឆ្នាំនេះផ្លែច្រើនជាងឆ្នាំទៅទៀតដោយសារតែឆ្នាំនេះសបោទឹកភ្លៀងចឹងទិន្នផលក្រូចបានផលល្អផ្លែបានច្រើនមែនតែនហ្មងអ្នកចូលចិត្តអីហ្នឹងគឺថាទៅត្រូវមកចៃបងប្អូនអើយចាមកវិញម្នាក់មកបេកន្លះបេមកវិញហើយมันមានអ្នកណាដែលទៅលេងកោះត្រង់ឲ្យមកវិញដៃទៅទេលទេមកតាមខ្ញុំសង្កេតមើលភាគច្រើនគឺសុទ្ធតែបានក្រូចមកវិញទាំងអស់មិនថាតិចមិនថាច្រើនទេបើបងប្អូនខ្លះទៀតចាគឺថាម្ដង3បេ4បេមិនយកទៅលក់ទេយកទៅញ៉ាំខ្ញុំឃើញគាត់វាថាលក្ខណៈគាត់មកពីដើរលេងវិញអីចឹងណាគាត់ជាងចូលក៏ចេះដាក់ក្រូចថ្លុងកោះត្រង់ទៅ3បេ4បេពេញគូតឡានចាគាត់យកទៅចែកបងប្អូនគាត់អីចឹងណាហើយដូចបងប្អូនមើលផ្ទះណាក៏មានក្រូចផ្ទះណាក៏មានក្រូចដែរដូចនេះមិញអ៊ំគាត់មកហៅខ្ញុំថាអូនមកលេងផ្ទះអ៊ំអ៊ំឲ្យក្រូចហូបអីចឹងណាបងប្អូនចាថតនៅកន្លែងដើមក្រូចច្រើនមិញហើយក៏បកមកផ្ទះអ៊ំចាមកអ៊ំគាត់តែមកដល់ភ្លាមអ៊ំបកឲ្យភ្លក់ភ្លាមបងប្អូនហើយកពឹសទុនសិតតែទឹកតែម្ដងចាញ៉ាំទៅគឺទឹកពេញមាត់ហើយក្រូចនេះគឺល្អចំពោះសុខភាពបងប្អូនចាវាមានវីតាមីនស្អីទេច្រើនណាស់បងប្អូនហើយចាបងប្អូនមើលពីអត្ថប្រយោជន៍ក្រូចថ្លុងទៅគឺដឹងហើយមានអត្ថប្រយោជន៍ច្រើនហើយមកដល់ហ្នឹងគឺអ៊ំគាត់កំពុងតែបេះចាកូនគាត់អីហ្នឹងកំពុងតែបេះក្រូចឲ្យម៉ួយល្មម
ហើយមិនត្រឹមតែឲ្យភ្លក់ប៉ុណ្ណឹងទេឲ្យយកមកផ្ទះទៀតចាដល់ពេលចឹងទៅខ្ញុំក្រែងចិត្តដែរខ្ញុំទិញគាត់ខ្លះគាត់ឲ្យខ្លះមកបានដល់ចិត្តមកបេទៅផ្ទះផ្សេងទៀតឲ្យទៀតហ្នឹងអត់បានដើរសពគ្រប់ផ្ទះអ្នកដែលស្គាល់ហ្នឹងណាបងប្អូនបើសិនជាដើរគ្រប់ផ្ទះហ្នឹងប្រហែលជាចាមិនមកបេស្រួល2 3តែនេះទៅតែមកផ្ទះទេហើយនឹងអ៊ំហ្នឹងគាត់ហៅឲ្យចូលទៅលេងគាត់ថតនាងចិត្តល្អអ៊ំហើយទៅថតលេងទៅថតវីដេអូទៅហើយពុះញ៉ាំមកយកទៅញ៉ាំមកអ៊ំឲ្យយកទៅញ៉ាំទៀតចិត្តល្អខ្លាំងមែនតើហ្មងអរគុណច្រើនមែនតើអ៊ំចាអត់ដែរស្គាល់ទេគ្រាន់តែឃើញខ្ញុំទៅហើយខ្ញុំឈរថតនៅមុខដើមក្រូចគេគាត់ហៅខ្ញុំទៅថតលេងនៅចការគាត់ហ្មងចាហើយហៅយកញ៉ាំយកអីឲ្យផ្ញើមកផ្ទះវិញទៀតអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំក្រូចថ្លុងចានៅចន្លោះខែ11ចានិយាយរួមចន្លោះចុងខែ10ចូលដល់ខែ11នេះគឺកំពុងពេញសបោហើយទៅទិញញ៉ាំទៅចារសជាតិឆ្ងាញ់ហើយតម្លៃក៏សមរម្យអត់ថ្លៃទេបើសម្រាប់ខ្ញុំឆ្លើយថាអត់ថ្លៃទេបងប្អូនចាបើសិនជាបងប្អូនទៅទិញដល់ដើមណាគ្រាន់តែថាខ្ញុំអត់ប្រាប់ថាមួយផ្លែប៉ុន្មានអីទេព្រោះធម្មតាការលក់ដូរខ្ញុំក៏អ្នកលក់ដូរដូចគ្នាដែរបើយើងទទួលគេយើងត្រូវការលក់យកចំណេញឲ្យបងប្អូនអត់អាចលក់តម្លៃដើមដូចម្ចាស់ដើមបានទេអញ្ចឹងបងប្អូនចង់បានតម្លៃសមរម្យតម្លៃធូរដល់ទៅទិញពីម្ចាស់ដើមខ្លួនឯងចាតើទិញពីអ្នកទទួលចាធម្មតាគេត្រូវចំណេញតិចតួចពីលើហើយចាខ្ញុំក៏អ្នកលក់ដូចគ្នាដែរបើខ្ញុំទទួលយកទៅលក់ក៏ខ្ញុំត្រូវចំណេញតិចតួចពីលើដូចគ្នាដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនចាកុំភ្លេចក្រូចថ្លុងកោះត្រង់ឆ្ងាញ់រសជាតិឆ្ងាញ់ដាច់គេតែម្ដងមកតាមខ្ញុំធ្លាប់ញ៉ាំក្រូចថ្លុងណាអញ្ចឹងបងប្អូនមកលេងកាចេះកុំភ្លេចឈៀងទៅលេងកោះត្រង់ទាំងអស់គ្នាណាអរគុណបាយបាយ